សួស្តីអ្នកគ្នានេះគឺជាថ្ងៃទី2ហើយដែលខ្ញុំបាននៅក្នុងទីក្រុង Pittsburgh Pennsylvania នេះហើយនៅថ្ងៃទី2នេះផងដែរខ្ញុំក៏បានងើបទៅពេលផឹកដើម្បីទៅរកអីញ៉ាំ breakfast សិនអ្នកគ្នាពួកយើងក៏នាំគ្នាដើរដើម្បី explore មើលទីក្រុងរបស់គេអញ្ចឹងណាហើយម៉ោង7ព្រឹកហ្នឹងគឺភ្លើងអីគេអត់ទាន់បិទទេអ្នកគ្នាអានេះគឺបើដែលខ្ញុំធ្លាប់ឃើញនៅក្នុង movie ឬក៏រឿងរហូតដល់បានឃើញជាក់ស្ដែងអ្នកគ្នាអើយនិយាយទៅគឺពិតជាលក្ខណៈស្រស់ស្អាតខ្លាំងមែនទែនដូចអ្វីដែលយើងមើលក្នុងរឿងណាអញ្ចឹងបានបរិយាកាសឬក៏ environment ហ្នឹងគឺវាដូចទៅក្នុងរឿង Hollywood ដែលយើងមើលអញ្ចឹងហើយទីក្រុងដែលខ្ញុំមកនេះគឺអត់ក្តៅពេកហើយក៏អត់ត្រជាក់ពេកដែរនៅក្នុងរដ្ឋ Pennsylvania ហ្នឹងទីក្រុង Pittsburgh ហ្នឹងគឺអាកាសធាតុល្មមរស់នៅគឺស្រួលគឺអាកាសធាតុប្រហែលជា19-20 អង្សានឹងឯងហាក់ល្ងាពេកទេពេលព្រឹកអីឃើញគេនាំគ្នាមករត់ហាត់ប្រាណអីអញ្ចឹងទៅហើយផ្លូវហើយនឹងចរាចរណ៍ក៏អត់សូវណែនណាប់ដូចនៅក្នុងទីក្រុងធំៗដូចជា New York ឬក៏នៅក្នុងទីក្រុង California អីអញ្ចឹងដែរនៅនេះគឺរៀងមនុស្សរៀងតិចដែរទេហើយស្ថាបត្យកម្មហើយនឹងអគារដែលគេធ្វើការវិញគឺលក្ខណៈបុរាណអគារខ្លះក៏ចំណាស់ទៅអគារខ្លះក៏រៀងថ្មីទៅកសាងអញ្ចឹងដែរប៉ុន្តែផ្លូវនេះរៀងធំហើយផ្លូវដើរវិញក៏ធំដូចគ្នាដែរនិយាយទៅគឺស្រស់ស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាទីក្រុងនេះអាចប្រៀបថាវាមានជីវិតជីវ៉ាដែរហើយក៏អត់អ៊ូអរញ៉ៃពេកដែរគឺមកល្មមស្ងប់ស្ងាត់រស់នៅបែបslow life ខ្ញុំគិតថាបានព្រោះដោយសារតែទីក្រុងនេះមើលទៅវាអត់ rush ពេកទេហើយចរាចរណ៍មនុស្សម្នាវិញឃើញភាគច្រើនក៏អត់សបោដែលជាដូចពួកក្មេងៗស្ទាវអីគឺអត់សូវសបោទេភាគច្រើនគឺអ្នកដែលគេចំណាស់មកធ្វើការហើយ casual ដែលគេពាក់វិញក៏លក្ខណៈដែលថាជា business casual គឺគេពាក់ចេញមកគឺដូចជាបុគ្គលិកក្នុងក្រុមហ៊ុនឬក៏ធ្វើការទូទៅដែរអញ្ចឹងទៅមើលទៅគឺវារៀបរយខ្លាំងវាអត់ញ៉ៃទេហើយនៅនេះដូចអត់សូវសបោអ្នកស្លៀក jean ឬក៏អាវយឺតឬក៏ពួកplay boy play girl អីគឺអត់សូវមានលក្ខណៈ style vibe ចឹងទេហើយនេះពួកយើងញ៉ាំ breakfast ញ៉ាំអីហើយក៏នាំគ្នាដើរទៅ hotel វិញហើយពេលដើរទៅហ្នឹងក៏យើងរៀងដើរវាងទៅផ្លូវមួយទៀតដែរដើម្បីឲ្យដែលស្គាល់កន្លះកលៀតឬក៏មើលអាគារអីផ្សេងអញ្ចឹងណាព្រោះដោយសារតែយើងនៅនេះប្រហែលជា4ថ្ងៃទេអញ្ចឹងផុតពីហ្នឹងទៅគឺយើងលែងនៅនឹងហើយ4ថ្ងៃក្រោយមកខ្ញុំក៏ត្រូវ move ទៅ placement នៅរដ្ឋផ្សេងដើម្បីបំពេញទស្សនកិច្ចសិក្សារបស់ខ្ញុំហើយអញ្ចឹងគឺខ្ញុំនៅ Pennsylvania នេះប្រហែលជា4ថ្ងៃអញ្ចឹង4ថ្ងៃហ្នឹងគឺខ្ញុំព្យាយាមដើរឲ្យច្រើនកន្លែងមែនតើដើម្បីឲ្យបានស្គាល់ពីculture ឬក៏ lifestyle របស់អ្នកដែលគាត់នៅនឹងអញ្ចឹងទៅយើងក៏បានដើរទៅម្ដុំមាត់ទឹកនិយាយថានៅក្នុងទីក្រុងនេះវាមានស្ទឹងវាមានភ្នំដូច្នេះហើយគឺមើលទៅត្រជាក់ភ្នែកមែនតើហើយអគាររចនាបថការលម្អដើមឈើឬក៏ផ្កានៅតាមផ្លូវលំផ្លូវដើរហ្នឹងគឺមើលទៅស្រស់ស្អាតហើយខ្ញុំក៏បានដើរនៅជុំវិញនឹងហើយថតរូបលេងថតអីអញ្ចឹងទៅគឺខ្ញុំស្រឡាញ់ទេសភាពនៅទីនេះមែនតើដោយសារតែវាមានកន្លែងឲ្យយើងសម្រាប់រត់ហាត់ប្រាណជិះកង់ហើយទៅវិញនៅក្បែរមាត់ទឹកទៀតហើយចំពោះតាមផ្លូវដើរវិញគឺគេមានតាំងលម្អផ្កាដើមឈើទូតាចអីអញ្ចឹងទៅមើលទៅគឺស្រស់ស្អាតខ្លាំងមែនតើអ្នកនរគ្នាហើយនេះពេលរៀងបើកថ្ងៃឃើញ golden លយមែនតើ